កូនធរក្នុងសង្គ្រាមឆ្នាំ638មុនគ្រិស្តសករាជក្សត្រសុងសៀងកុងនៃនគរសុងបានបញ្ជូនកងទ័ពទៅវាយប្រហារនគរចិនតែនៅតាមផ្លូវកងទ័ពរបស់ព្រះអង្គត្រូវប្រឈមមុខជាមួយនឹងកងទ័ពពិសេសរបស់នគរឈូដែលលើកគ្នាមកជួយកងទ័ពនគរចិនប្រឆាំងនឹងនគរសុងទៅតាមឆ្នេរទន្លេចហឺកងទ័ពនគរសុងបានមកដល់មុនរៀបចំក្បួនទ័ពស្បៀងអាហារនិងគ្រឿងសព្វាវុធមានដាវខែលំពេងធ្នូត្រៀមរួចជាស្រេចចំណែកកងទ័ពនគរឈូកំពុងតែរវល់មមាញឹកក្នុងការឆ្លងទន្លេនៅឡើយជឺជីបានស្នើយោបល់ដល់ស្ដេចសុងសៀងកុងថាបើប្រៀបធៀបកងកម្លាំងរបស់យើងទៅនឹងនគរឈូគេខ្លាំងជាងកងកម្លាំងរបស់យើងហេតុនេះនៅពេលពួកគេកំពុងតែច្បុកច្បល់យើងគួរឆក់ឱកាសកំពុងមានព្រៀបនេះវាយសន្ធប់ឲ្យបានឆាប់រហ័សទើបកម្លាំងតូចរបស់យើងអាចយកឈ្នះលើកម្លាំងដ៏ខ្លាំងក្លារបស់គេបានសុងសៀងកុងយកដៃច្បូតពុកមាត់បណ្ដើត្រាស់បណ្ដើលោកចាំបាច់ប្រញាប់ប្រញាល់ធ្វើអ្វីដល់ម្លឹងយើងធ្លាប់ដឹងថាមនុស្សល្អមានគុណធម៌គេមិនសម្លាប់មនុស្សកំពុងមានរបួសមិនធ្វើបាបមនុស្សចាស់សក់សមិនវាយច្បក់លើសត្រូវដែលកំពុងរងគ្រោះមិនជំរុញអ្នកដទៃឲ្យធ្លាក់ទៅក្នុងក្តីវិបត្តិតបនគរឈូដែលមិនទាន់បានត្រៀមខ្លួនរួចអ្វីនៅឡើយយើងវាយប្រហារទៅលើគេនោះគឺជាប្រការដែលខុសនឹងគុណធម៌ខ្លាំងណាស់សំពៅដែលកងដឹកជញ្ជូនកងទ័ពនគរឈូបានឆ្លងកាត់ពីមុខទ័ពនគរសុងមកម្ដងមួយហើយឡើងគោករៀបចំខ្លួនរឿងសភាវុធលើកទងជ័យរបស់ខ្លួនសាច់ហូរកញ្ជៀវកងរំពងមេតបជឿយីអន្តរសាក្នុងចិត្តហើយបាច់ញើសឡើងចូលខ្លួនបង្ខំឲ្យសុងសៀងកុងយោគយល់ដល់ប្រជារាស្ត្ររបស់ខ្លួនកុំតាន់គិតពីរឿងមេត្តាករុណាក្នុងពេលនេះបើមិនដូច្នោះទេអ្នកទាំងអស់គ្នានឹងទៅទទួលរងនៅគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាមិនខានចំណែកសុងសៀងកុងបានជារំខានចិត្តដោយសារតែការដាស់តឿននេះទៅវិញព្រះអង្គកំហោកឲ្យជឿយីអ្នកឯងចាប់ត្រឡប់ទៅមើលកងទ័ពរបស់ខ្លួនឯងឲ្យស្រួលបួទៅបើនៅតែហ៊ាននិយាយសាមញ៉ាយបែបនឹងទៀតយើងនឹងឲ្យគេប្រហារជីវិតអ្នកឯងទៅតាមវិន័យរបស់កងទ័ពស្ដាប់បានទេនៅពេលដែលមេទ័ពនាំកងទ័ពនគរសុងទាំងពីរកំពុងតែប្រកែកគ្នានោះកងទ័ពនគរឈូក៏បានរៀបចំក្បួនទ័ពហើយជាស្រេចឃើញដូច្នេះទើបព្រះចៅសុងសៀងកុងបញ្ជាឲ្យកងទ័ពរបស់ខ្លួនទុងស្គរជ័យចូលប្រយុទ្ធកងទ័ពទាំងពីរស្រែកហូកញ្ជ្រៀវសម្ដៅរកគ្នាកងទ័ពនគរឈូបានវាយសង្គ្រប់លឿនដូចព្យុះធ្វើឲ្យកងទ័ពនគរសុងភ័យរត់ស្លន់ស្លោបែកខ្ញែកខ្ចាក់ខ្ចាយមិនដឹងទិសតំបន់សុងសៀងកុងក៏ត្រូវព្រួញរបស់សត្រូវពីក្រោយខ្នងនៅក្នុងពេលកំពុងតែចលាចលនោះហើយ3ថ្ងៃបន្ទាប់ព្រះអង្គក៏សគត់ទៅកត់ត្រានៅក្នុងហានហ្វឺជឺគោលដៅនៃសង្គ្រាមគឺវាប្រហារយកឈ្នះលើសត្រូវការប្រាក្តីមេត្តាប្រប្រណីដោយគ្មានហេតុផលកំពុងប្រយុទ្ធគឺជាការធ្វើទណ្ឌកម្មដល់កូនចៅរបស់ខ្លួនការដែលស្ដេចសុងសៀងកុងបរាជ័យយ៉ាងធ្ងន់ធ្ងររហូតអស់ជីវិតនោះគឺសមមុខហើយបើគិតពីការប្រកាន់តាមគុណធម៌មេត្តាធម៌យើងនឹងមិនពិបាកទៅបន្ទោសទ្រង់ឡើយតែបើយើងពិចារណាទៅតាមសភាពពិតគុណធម៌មេត្តាពុំបានបែងចែកយកមកប្រើប្រាស់នៅពេលកំពុងបញ្ចេញក្បាច់គុណយ៉ាងស៊ីសាច់ហត់ឈាមក្នុងសមរភូមិបែបនេះទេគុណធម៌មេត្តាធម៌គឺជាអ្វីដែលគេយកមកប្រើពីក្នុងទៅក្រៅប្រើអនុវត្តសម្រាប់កូនចៅនិងមនុស្សរបស់ខ្លួនជាមុនសិនទៅបន្តទៅអ្នកដទៃច្បាប់ក្នុងសមរភូមិមានតែពីរប៉ុណ្ណោះគឺបើខ្មាំងស្លាប់យើងរស់បើខ្មាំងរស់យើងត្រូវស្លាប់ការប្រើគុណធម៌មេត្តាធម៌ទៅលើសត្រូវក្នុងសមរភូមិឲ្យមកបំផ្លាញកូនចៅរបស់ខ្លួនតែគេហៅថាគុណធម៌អ្វីទៅរឿងរបស់ស្ដេចសុងសៀងកុងគឺជាគំរូមួយនៃការប្រើគុណធម៌ខុសរឿងដែលយើងគួរចងចាំ